ក្នុងរាត្រីកាលដ៏ស្ងប់ស្ងាត់មួយបានផ្ដិតជាប់នៅរូបភាពដ៏សែនសោកសង្រេងជាខ្លាំងចំពោះបុរសជំទង់ម្នាក់ពុកចូលចិត្តទៅដល់ហើយសូមទេវតាជួយពុកកុំឲ្យកើតអីមុនពេលខ្ញុំទៅដល់ចិត្តកូនសម្លាញ់នេះឪពុកកាលបើឪពុកអស់អាយុទៅហើយជីវិតកូនមុខជាសត្វអណ្ដែតឥតបង្គោលជាបងឯងដូចជាសំណាត់ដែលអណ្ដែតក្នុងទន្លេដូច្នោះត្រូវចាំថាអត្តាហេអត្តណោនិថោបងខំបាក់ភ្នែកឡើងលោកគ្រូពេទ្យនឹងព្យាបាលឲ្យពុកឲ្យបានជាសះស្បើយណាអូព្រះគុណត្រជាខ្ញុំលែងឮហើយអូចិត្តកូនពុទ្ធោអរហង្គបងទេបងចៅចិត្តខ្ញុំពិតជានឹកអាសូរអ្នកណាស់ជាកូនប្រុសត្រូវតស៊ូនឹងព្រំលិខិតដ៏លំបាកមួយនេះបើសពថ្ងៃចិត្តពុំទាន់រកការងារបានទេអាចយកសម្បត្តិមួយនេះទៅប៉ៃលិនរកឪពុកមារបស់ខ្ញុំដើម្បីសុំការងារលោកបានសូមអធិស្ឋានពូតើពូស្គាល់ភូមិគ្រឹះរតនសម្បត្តិដែរទេអូស្គាល់តាក្មួយនោះអាលបងធំជាងគេនឹងអរគុណពូចុះក្មួយធ្វើការយ៉ាងនេះបានដែរទេការងារនេះវាធ្ងន់ណាស់តោងទ្រាំជីកដីក្នុងមួយថ្ងៃ 5-6 ម៉ោងទើបស្ទុះរួចរូបរាងស្អាតបាតដូចជាក្មួយខ្ញុំយល់ថាទ្រាំមិនបានយូរប៉ុន្មានទេមុខជារត់ទៅផ្ទះវិញហើយទៀនប្រុសមនុស្សដែលកើតមកក្នុងលោកមិនប្រកាន់ការធ្ងន់ស្រាលទេកាលបើខ្ញុំបានមានកម្លាំងពលំដរាបណាខ្ញុំនឹងខំធ្វើការដរាបនោះទោះបីធ្ងន់ក្តីស្រាលក្តីឯងនិយាយនេះត្រូវណាស់ខ្ញុំតែងមានការងារសម្រាប់មនុស្សដែលចង់ធ្វើជានិច្ចប៉ាល្អអីល្អម្ល៉េះនេះប្រហែលជាអញយល់សពទេដឹងនេះឬប៉ាជាកម្មករថ្មីស្គមដូចជាអ្នកញៀនអាភៀនហ្នឹងមានកម្លាំងជីកដីបានអត់ប៉ាកូនយល់ថាតម្រូវឲ្យធ្វើការលាងចានក្នុងផ្ទះបាយវិញត្រូវជាងមនុស្សត្រង់គេមិនដែលសម្គាល់ថាជាមនុស្សល្ងងទេឯមនុស្សស្គមក៏គេមិនសម្គាល់ថាជាមនុស្សខ្សោយដែរស្គមយ៉ាងខ្ញុំបាទនេះមានកម្លាំងខ្លាំងដូចជាមនុស្សធាត់មាំដែរគ្រាន់តែមិនសូវមានសាច់ឈាមបរិបូរទេតាចៅចិត្តណាស់ហើយឈប់ស្លេះប៉ុណ្ណឹងសិនចុះឯងកំពុងតែនឿយហត់អស់កម្លាំងទៅសម្រាកខ្លួនឲ្យបាត់នឿយហត់សិនទៅ
ខ្ញុំមិនសមនឹងតមាត់នឹងម្ចាស់ទីតែបើមិននិយាយខ្ញុំមិនស្ងប់ចិត្តឡើយគ្រាន់តែស្គមវាយ៉ាងម៉េចទៅមនុស្សស្គមស្មោះងាប់ចោលទឹកជាពន្លឺលើភពផែនដីបែរនឹងជាប់ក្នុងដៃរួចរាល់ធ្វើការជីកប់គង់លីសៃលោកដុំសេឡារីរៀបប៉ុណ្ណាក៏ប្រែក្លាយទៅជាខោទឹកជាពន្លឺលើភពផែនដីបែរនឹងជាប់ក្នុងដៃរួចរាល់ធ្វើការជីកប់គង់លីសៃលោកដុំសេឡារីរៀបប៉ុណ្ណាក៏ប្រែក្លាយទៅជាខោព្រះអាទិត្យជារស្មីពីខំពូលភ្នំការងារដូចធំប្រឹងធ្វើក្រោមថ្ងៃក្រោមទូលៀងមានកញ្ច្រែងក្នុងដៃរែកតាមចម្រៀងញើហូរដូចឈាមក្នុងនាមជាកម្មករតបោទឹកដីប៉ៃលិននេះហើយជាជីវិតថ្មីដ៏សុខសាន្តរបស់ខ្ញុំមានចៅវាយនាយកចិត្តល្អតែទាស់តែម្យ៉ាងចៅវាយស្រីក្រមុំដូចជាមិនពេញចិត្តខ្ញុំសោះជារស្មីពីខំពូលភ្នំការងារដូចធំប្រឹងធ្វើក្រោមថ្ងៃក្រោមភ្លៀងមានកញ្ច្រែងក្នុងដៃរែងតាមចម្រៀងអូគុណតើខ្ញុំបាទនេះមានកិត្តិយសអ្វីបានជាគុណអញ្ជើញមកលេងផ្ទះអ្នកណានិយាយថាខ្ញុំមកលេងអ្នកឯងអញ្ចឹងតើគុណអញ្ជើញមកមេកាយដែរខ្ញុំមកស្ដាប់មនុស្សច្រៀងតាចាំអំបាច់មិញអ្នកណាច្រៀងក្តាញ់ក្នុងទីនេះទៀនប្រុសចម្រៀងអ្វីខ្ញុំអត់បានឮគេច្រៀងផងណែអ្នកភ្លើចម្រៀងនោះឡើងពីរោះខ្ញុំចង់ដឹងតាមអំបាច់មិញនេះអ្នកណាគេច្រៀងអត់ទេអ្នកណាច្រៀងខ្ញុំបាទអត់ដឹងសោះឡើយតែខ្ញុំមិនបានច្រៀងទេកុំថាឡើយច្រៀងសូមបីតែហួចក៏ខ្ញុំមិនចេះផងកំផូតខ្ញុំលើសសម្លេងច្រៀងច្បាស់ណាស់ហើយនៅលើផ្ទះនេះក៏មានតែអ្នកឯងម្នាក់ឯងមែនទេបាទមានតែខ្ញុំម្នាក់ឯងមែនតែខ្ញុំមិនមែនជាអ្នកច្រៀងផងចៃចិននេះអ្នកឯងខ្ញុំបានជម្រាបហើយថាខ្ញុំអត់បានច្រៀងទេក៏នៅតែចោទថាខ្ញុំជាអ្នកច្រៀងខុនណារីបើខ្ញុំបានចេះច្រៀងណាខ្ញុំនឹងច្រៀងជូនឲ្យខុនស្ដាប់ឥឡូវនេះឯងមនុស្សអីនិយាយខ្មែរមិនចេះស្ដាប់ទេបើមិនចេះស្ដាប់ភាសាខ្មែរហេតុអីក៏និយាយឆ្លើយឆ្លងគ្នាបានហើយកុំនិយាយប្លង់ណាពុទ្ធោខុនណារីបញ្ញាប់តាណាភ្លាមហ្នឹងតែដេកខុនមិនស្ដាយសម្រស់សួនច្បារនៅយប់នេះទេក្លិនក្រអូបជាមកហើយតោះយើងទៅមើលបន្តិចសិនក៏មិនតោះខុសអីដែរធម្មជាតិក្នុងសួនយប់នេះពិតជាស្រស់ស្អាតខ្លាំងណាស់ខុនខ្ញុំក៏ចូលចិត្តធម្មជាតិល្អៗដែរតែស្អប់មនុស្សឈួតមិនអីទេខុននៅទីនេះគ្មានមនុស្សឈួតទេបើខុនអង្គុយតែម្នាក់ឯងជាមួយនឹងធម្មជាតិបែបនេះតើខុនធ្លាប់នឹកដល់ញាតិមិត្តដែលនៅឆ្ងាយខ្លះទេខ្ញុំតែនឹកដល់ម៉ាក់ព្រោះខុនមិនមានម្ដាយដូចគេនោះទេចម្លែកដែរ
បើខុនគ្មានម្ដាយខុនកានមកដូចម្ដេចបាន មនុស្សឈួត ថាអត់មានទេណានាង ណែគាត់ឯងគំនុំអុចអាល់បណ្ដាលឲ្យកើតទោសាណាម្ដាយខុនគាត់អនិច្ចកម្មទៅហើយយល់ទេ យល់ហើយទៀនប្រុសតែខុននៅក្រាន់បើជាងខ្ញុំបាទច្រើនព្រោះមានឪពុក3បាច់រក្សាចំណែកខ្ញុំនេះគ្មានទាំងម្ដាយគ្មានទាំងឪពុកបើប្រៀបធៀបខ្លួនខុនជាមួយនឹងខ្ញុំវិញហើយថែមទាំងជាស្ត្រីផងខុនតោងគិតថាការតស៊ូនិងជីវិតដែលក្រីក្រលំបាកតោកចាក់ទៅតាមទំនើងតែម្នាក់ឯងនោះតើវាមានរសជាតិដូចម្ដេចខ្លះជួនកាលខ្ញុំអត់បាយពេញមួយថ្ងៃក៏មាន តាសុនរថយន្តមិនឆេះទេឬមិនឆេះទេទៀនប្រុសអូចៅចិត្តឯងអាចជួយពូនតិចបានទេចៅចិត្តពូកែមែនរៀនចេះពីណាប្រសពលាក់ចំណេះណាស់ ទៀនប្រុសមិនបានរៀនឯណាទេគ្រាន់តែធ្លាប់បររថយន្តពីមុនមកក៏ល្មមធ្វើកើតចំពោះតែគ្រឿងដែលខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះទៀន ទៀនប្រុសបើចិត្តអាចបើកបររថយន្តជំនួសខ្ញុំបាទសូមច្បាប់មកពេលទៅជួបប្រពន្ធខ្ញុំបាទមុនវាវិលទៅស្រុកវិញបានទេចិត្តឯងអាចដឹកខ្ញុំទៅទទួលលោកបាឡាត់ស្រុកនៅឯស្រុកសង្កែហើយជួយជូនខុនទៅផ្សារបន្តិចបានទេ បាទទៀនប្រុស ខុនមើលណោមុខវែងចង់2ម៉ែត្រខោខ្លីស្រោមជើងវែងសុបែកជើងពណ៌ក្រហមចាំងពណ៌ចង់ខ្វាក់ភ្នែកដូចជាអ្នករំឆាំចឹង ខុននេះជាលោកបាឡាត់ស្រុកសង្កែលោកនឹងទៅប៉ៃលិនជាមួយជើង យើងតង់ប្រញាប់ទៅឥឡូវទើបបានបងអង្គយូរពេកមិនបានទេត្បិតយើងអត់ដាក់កំភ្លើងមកផងសោះក្រែងចោលប្លន់កណ្ដាលផ្លូវ ចុះលោកបាឡាត់មានយកកំភ្លើងមកដែរទេ កុំបារម្ភអីខ្ញុំមានម្ដាមដែរធានាសុវត្ថិភាពខុននឹងលោកលួងបានទៀនណែតកងឡានប្រញាប់ចេញទៅនៅចាំដល់ណាទៀតមែនហើយចុងក្រោយខ្ញុំដាក់តែម្ដាយពួកវាធ្លាក់ទឹកទាំងអស់តែម្ដងសំមុខពួកវាហើយ ល្អអុកល្អិនណាស់ណោះមើលហើយទឹកភ្នែកណាស់គួរតែលេងអាពេកនេះម្ដង សូហ្វាចង្រៃបររត់យ៉ាងម៉េចនឹងទាល់តែរត់ខូចអស់បើគាត់ឯងមិនបរឲ្យត្រង់ទៅតាមផ្លូវមានតែគាត់ឯងខ្លាញ់ឲ្យធ្លាក់ចង្លុកគាត់ឯងប្រហិនម្លេះក្រែងគាត់ឯងគ្រាន់តែជាអ្នកស៊ីឈ្នួលគេទេឬ ហ่ะយកទេ អ្វីនឹងខុន គ្រាប់បែកទេដឹង បាទដឹងហើយគ្រាន់តែលោលេងផងមិនបានខ្ញុំស៊ាំនឹងសម្ដីខុនទៅហើយអរគុណហើយ ខ្ញុំមិនទាន់ចម្រាក់បញ្ជីជាមួយនឹងឯងទេថ្ងៃនេះមានបំណងធ្វើបាបខ្ញុំ
នឹងលោកបាឡាត់ច្បាស់ណាស់ ទេมันបានមានបំណងទេមកពីផ្លូវរលាក់ពិតមែន ណាហើយផ្ញើទុកសិនចាស់ហើយមិនក៏ក្រៀមក្រំម្លេះកាត់ទុករឿងអី ខ្ញុំបានចាប់ចិត្តលឿននារីម្នាក់តែมันអាចសារភាពឬនិយាយបានទេ អ្នកណាគេឈ្មោះអីកូនកំមុំមេអណ្ដងត្បូងខាងជើងផ្ទះឬកូនកំមុំតាសិន ចោ ចិត្តខ្ញុំខ្លាចណាស់ កុំខ្លាចអីគុណហាត់តពូនសិនទៅបើខ្ញុំនៅមានជីវិតខ្ញុំនឹងការពារគុណដល់នាទីចុងក្រោយ គុណក្របកំភ្លើងនៅសល់តែមួយបងទៀតទេខ្ញុំប្រហែលជាមិនអាចនិយាយពាក្យនៅក្នុងចិត្តក្រៅពីយប់នេះទេខ្ញុំស្រឡាញ់គុណខ្ញុំស្រឡាញ់គុណលើសពីជីវិតរបស់ខ្ញុំទៅទៀតឆាប់រត់ទៅគុណចាំខ្ញុំបាញ់ការពារ បើចិត្តទៅបានតើខុនរស់បានដូចម្ដេច មិនអីទេគុណខ្ញុំបានរងក្របឲ្យគុណប្រញាប់ទៅ មនុស្សឈួតអូនស្រឡាញ់បង ស្រឡាញ់ខ្ញុំម៉ែអូបណ្ដូចជីវិតរបស់បងតែប៉ុណ្ណេះបងបិទភ្នែកស្លាប់បានសុខហើយអូន គុណគុណរីតើគុណនៅចាំសំដីកាលគ្រានោះទេតើគុណមិនស្អប់ខ្ពើមខ្ញុំទេឬ ដោយការខិតខំព្យាបាលជំងឺពីគ្រូពេទ្យនិងការយកចិត្តទុកដាក់ថែទាំយ៉ាងដិតដល់ពីគុណនារីចៅចិនក៏បានជាសះស្បើយវិញចាប់តាំងពីថ្ងៃនោះមកចៅចិននិងគុណនារីក៏បានយល់ចិត្តគ្នាកាន់តែខ្លាំងឡើងឯចរិតឆ្មាំងឆ្មៃរបស់គុណនារីក៏សាបសូន្យក្នុងគ្រានោះដែរ ដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចៅចិនលោកលួងរតនសម្បត្តិក៏បានតែងតាំងចៅចិនឲ្យកាន់បញ្ជីមកមើលការខុសត្រូវត្រួតមើលត្បូងវិញថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំថៅកែផាន់ចូលមកផ្ទះលោកលួងរតនសម្បត្តិដើម្បីសុំទិញត្បូងក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលថៅកែថ្មីនេះទៅមើលអណ្ដូងជីកត្បូង ជាមួយចៅចិនទុកឲ្យគុណនារីនិងលោកបាឡាត់នៅក្នុងផ្ទះតែពីរនាក់ យីអាលោកបាឡាត់នឹង
សម្បូររឿងនិយាយសម្បើមម្លេះនិយាយមិនចេះចប់សោះរកលេះចង់នៅជាមួយខុនខ្ញុំមានអារម្មណ៍មិនស្រួលចិត្តសោះជួយផងជួយខ្ញុំផងលេងខ្ញុំហ៎អើយលោកលួងកុំអីយល់មុខដល់ខ្ញុំផងទៀតខ្ញុំបានជាខុសហើយសូមលោកអត់ទោសឲ្យខ្ញុំម្ដងចុះពួកឯងឆាប់ចេញពីផ្ទះយើងឲ្យឆាប់ទ្រង់ខ្ញុំក្តៅឆេះងុំស្ទើរតែទុកមិនជាប់ទៅហើយចង់តែសម្រាប់អាបាឡាត់ចង្រៃនោះហើយលោកលួងលើកទោសឲ្យពួកគេហើយផ្ដាច់ទំនាក់ទំនងជាមួយបាឡាត់និងថៅកែផាន់ទុកថានៅស្រាលនឹងនឹកដល់មនុស្សរាប់អានគ្នាទៅចុះប៉ុន្តែរឿងនៅមិនទាន់ចប់ត្រឹមនេះទេចៅអាលួងឆាប់ប្រាប់មកបងទាំងអស់នោះនៅឯណាមិនចឹងឯងនឹងកូនស្រីឯងងាប់មិនខានកុំធ្វើបាបគុណអីហើយត្បូងក៏យើងមិនដឹងថានៅឯណាដែរយើងមិនក្របីទេវើយងាប់ទៅលោកម្ចាស់តើយ៉ាងម៉េចហើយទៀនមិនអីទេចូលឯណាខុនជួយផងចានឆាប់លែងខុនភ្លាមអាប់អាឡាត់ទម្លាក់កំភ្លើងចុះហើយឆាប់ចេញទៅបើកផ្លូវឲ្យអញមិនចឹងអញនឹងបាញ់បំបែកក្បាលនាងចោលអូយមួយដៃនេះសម្រាប់គុណនារីមួយដៃនេះសម្រាប់អញរឿងហេតុអាក្រក់ផ្ទួនបានកន្លងផុតទៅដែលមានចៅចិត្តនិងកម្មករដទៃទៀតជាអ្នកស្មោះស្ម័គ្រចាំជួយការពារគ្រួសារលោកលួងឲ្យមានសុវត្ថិភាពហេតុដូចនេះហើយនៅទីបំផុតចៅចិត្តបានធ្វើកូនប្រសារថកែត្បូងនៅបៃលិននិងបានបំបែករនាំងវណ្ណៈរវាងអ្នកមាននិងអ្នកក្រនេះបានចិត្តសន្តោសប្រណីរបស់លោកលួងប្រកបដោយព្រំវិហារធម៌ចៅចិត្តបានផ្សំផ្គុំជាប្តីប្រពន្ធពេញច្បាប់ជាមួយខុននារីខ្ញុំជឿថាទីណាមានភាពស្មោះត្រង់ទីនោះតែងតែមានក្តីស្រឡាញ់កើតឡើងមិនថាកើតនៅទីណាពេលណាក្នុងត្រកូលអ្វីក៏ដោយខ្ញុំនិងប្រពន្ធខ្ញុំក្រោយរៀបការបានស្នងមរតកក្នុងភូមិគ្រឹះលួងរតនសម្បត្តិនិងបានចាត់ចែងការងារមានការអភិវឌ្ឍជាលំដាប់ក្តីស្រឡាញ់ខ្ញុំចំពោះខុននារីមិនព្រួលប្រែប្រៀបបាននឹងស្នេហាទុំនឹងទាវដោយបងរស់នៅខ្វះអូនមិនបាន